បាទបងប្អូនទាំងអស់គ្នាកាលពីមុនធ្លាប់ជជែកគ្នាលេងជាមួយនឹងអ្នកដែលមានវ័យសបាគ្នាថាមកដល់បច្ចុប្បន្ននេះឬក្នុងសម័យថ្មីនេះសង្គ្រាមគឺมันងាយនឹងកើតឡើងទេដោយសារយើងគិតថាមនុស្សចាប់ផ្ដើមមានការគិតស៊ីជម្រៅឆ្លាតជាងមុនប្រកែកជាងមុនហើយបច្ចេកវិទ្យាក៏ប្រសើរជាងមុនអញ្ចឹងបើឲ្យសង្គ្រាមកើតឡើងគឺប្រហែលមិនងាយកើតតែมันដូចការគិតទេបងប្អូនឥឡូវយើងឃើញហើយកាន់តែទំនើបសង្គ្រាមកាន់តែខ្លាំងយើងឃើញហើយអ៊ីស្រាអែលជាមួយនឹងអ៊ីរ៉ង់អ៊ុយក្រែនជាមួយនឹងរុស្ស៊ីកូរ៉េជើងកូរ៉េត្បូងនិងឥណ្ឌាបង់ក្លាដេសនិងប្រទេសមួយចំនួនទៀតអញ្ចឹងបានថាមិនមែនកាន់តែរីកចម្រើនមិនមែនកាន់តែទំនើបមនុស្សកាន់តែប៉ាកែកាន់តែឆ្លាតអត់សង្គ្រាមទេប៉ុន្តែផ្ទុយវិញសង្គ្រាមនៅតែមានប៉ុន្តែនៅពេលមានសង្គ្រាមគឺប្រជាពលរដ្ឋជនស្លូតត្រង់រងគ្រោះរងទុក្ខជាពិសេសគឺក្មេងៗតែម្ដងនៅលើផែនដីតែមួយហេតុអីចាំបាច់ត្រូវឆ្លោះគ្នាដណ្ដើមគ្នានេះជាសំណួរដែលមានបងប្អូនទាំងក្មេងទាំងចាស់តែងតែលើកឡើងហើយគាត់ថាផែនដីនេះគឺមិនមែនមនុស្សអ្នកបង្កើតឬក៏អ្នកដែលរស់នៅបច្ចុប្បន្នហ្នឹងអ្នកបង្កើតទេមិនក៏ត្រូវឆ្លោះគ្នាដណ្ដើមគ្នានេះជាសំណួរបងប្អូន